បាទជំរាបសួរបងប្អូនទាំងអស់គ្នាបាទនេះគឺជាវីដេអូថ្មីដែលជាវីដេអូដែលខ្ញុំបានដាក់បកកាយកាលពីប្រហែលថ្ងៃមុនទៅតែកាត់រួចរាល់មិនទាន់បានផុសជូនបងប្អូនទស្សនាបន្ទាប់ពីភ្លៀងមួយមេរួចរាល់គឺថាត្រីវាចាប់នុយខ្លាំងមែនទែននៅតាមស្រែក្បែរផ្ទះខ្ញុំបាទឥឡូវនេះទៅត្រៀមបង្កាយត្រៀមនុយដើម្បីយកទៅដាក់នៅខាងក្រៅផ្ទះហើយនៅក្បែរផ្ទះខ្ញុំដាក់ក្បែរភូមិចិត្តផ្ទះកាលពីទឹកជន់ដូចជាសបោត្រីដែរចាំមើលដាក់នៅតាមនឹងម្ដងមើលតើវាសបោត្រីដូចកាលពីទឹកជន់ដែរអត់បាទឥឡូវនេះបងអូនខ្ញុំកំពុងតែបាត់នុយហើយនេះយើងកំពុងតែវែកប្រឡងដើម្បីដាក់បង្កាយកុំឲ្យដល់ពេលវាស៊ីទៅវាអាចទាក់នឹងស្មៅនឹងធ្វើឲ្យត្រីនឹងរួចអញ្ចឹងកំពុងតែវែកប្រឡងវែកអីឲ្យត្រឹមត្រូវហើយបងប្អូនបាទបង្កាយត្រីស្រែស្រួលដាក់ទេបងប្អូនឲ្យតែយើងវែកប្រឡងឲ្យត្រឹមត្រូវជាពិសេសក្បាលប្រលប់ឬក៏រសៀលទៀបល្ងាចហ្នឹងគឺថាត្រីយ៉ាប់ដាំស៊ីឲ្យបាននេះគឺជាត្រីក្បាលទី1ចូលបាទធំមែនតើបងប្អូនបាទអានេះអត់យកទេយើងគ្រាន់តែថតឲ្យបងប្អូនមើលលេងតែប៉ុណ្ណោះបាទត្រីទី1បំបញ្ញមិញហ្នឹងគឺប្អូនខ្ញុំចាប់ដើមរីបង្កាយយើងអត់ទាន់បានត្រឡប់មកវិញទេហើយបាត់នុយក៏មិនទាន់ហើយរួចរាល់ដែរគឺបានកូនត្រីទូចមួយហ្នឹងដោយសារតែវាហេវចំណីមកពីណាពីណីទេវាមកខំនុយយើងតែម្ដងបាទឆ្លៀតមុននេះបកាយហ្នឹងគឺបានក្តិចតគួនតកន់ឆាមីបងប្អូនបាទនេះជាតែឆ្លូញហូបបាយពោះពីកាលពីរសៀលខ្ញុំបានដបងត្រីមកសទុះដែរអញ្ចឹងជាតែឆ្លូញបានមួយចានដែរបាទនេះចាប់ផ្ដើមមកមើលបកាយនៅពេលយប់ហើយបងប្អូនបាទនេះអស់នុយហើយក៏វាទាញទៅពាត់នឹងគុំស្រូវធ្វើឲ្យត្រីមួយក្បាលហ្នឹងរួចបាត់ហើយបងប្អូននេះចូលទៅធំមួយបងប្អូនបាទមើលវ៉ាន់ជាប់នឹងព្រៃជាប់នឹងស្មៅលើកស្មៅថារួចបាត់ហើយប៉ុន្តែជាក់ស្ដែងគឺត្រីនឹងនៅទេបាទតែមាត់ឡើយបើស្មៅមកអត់ទេនេះបានមួយហើយមួយខ្នាតដែរតិចមកឡើយដាក់ដៃមើលប៉ុណ្ណាអូជប៉ុនក៏បាទឡើងមកដល់ព្រឹកហើយបាទជាប់សិតតែកូនក្រាញ់បងប្អូនអើយដាក់ថ្ងៃទី1នេះគឺថាបានត្រីសិតតែធំដល់កតែម្ដងចំណែកអានេះគឺងាប់បាទក្រោកភ្លឺគេទៅដាក់បកាយគេងើបរៀងទៀបភ្លឺទៅមើលប៉ុន្តែខ្ញុំតលតែភ្លឺចេះតតែថ្ងៃចាំងគូតែម្ដងបងប្អូនបាទត្រីនេះគឺមួយយប់ហ្នឹងគឺបានត្រីប្រហែលក្បាលហ្នឹងបងប្អូនបាទនេះគឺជាលទ្ធផលថ្ងៃទី2បងប្អូនបាទធំត្រី5ក្បាលនេះគឺជិត2គីឡូហើយបងប្អូនបាទមានវីដេអូវគ្គ2មួយទៀតបងប្អូនសូមរងចាំទស្សនាខ្ញុំបានកាត់វីដេអូនេះចែកផុសជូនបងប្អូនទស្សនានៅពេលក្រោយទៀតសូមអរគុណបងប្អូនជំរាបលា